ពាក្យមួយដែលគេតែងតែចូលចិត្តនិយាយណាស្គាល់មុខតែអត់ស្គាល់ចិត្តទេមនុស្សដែលនៅក្បែរខ្លួនយើងហ្នឹងក៏វាអាចធ្វើឲ្យយើងហ្នឹងវិនាសដោយសារតែពួកគេឬក៏មានគ្រោះថ្នាក់ដោយសារតែពួកគេដែរជាស្ដែងដូចជារឿងរបស់ប្អូនស្រីដែលមានអាយុ15ឆ្នាំត្រូវបានក្រុមក្មេងៗដែលមានគ្នា3នាក់រំលោភហើយសម្លាប់យើងឃើញថាពួកគាត់ស្គាល់គ្នាតាំងពីទូចមិនទើបតែស្គាល់គ្នាទេហើយក៏វាមានរឿងជាច្រើនទៀតដែលបានកើតឡើងនៅក្នុងបណ្ដាញសង្គមហ្នឹងដូចជាឧទាហរណ៍ជាស្ដែងរឿងតែងម៉ូរបស់តារាថៃជាដើមអញ្ចឹងបានថាមនុស្សក្បែរខ្លួនហ្នឹងកុំសូវទុកចិត្តពេកមិនមែនទាំងអស់ទេក៏ប៉ុន្តែយើងក៏គួរតែចេះប្រយ័ត្នខ្លួនផងដែរបើតាមរយៈបងសារព័ត៌មានដែលគាត់បានផ្សាយណាមុនពេលដែលក្មេងៗទាំង3ហ្នឹងគាត់បានប្រើសកម្មភាពរំលោភសម្លាប់ទៅលើក្មេងស្រីអាយុ5ឆ្នាំហ្នឹងដំបូងឡើយក្មេងប្រុសទាំង3នាក់ហ្នឹងគឺគាត់បានប្រើប្រាស់ថ្នាំងងុយដេកដើម្បីដាក់ចូលទៅក្នុងភេសជ្ជៈឲ្យទៅខាងជនរងគ្រោះគាត់ផឹកហើយបើតាមរយៈសារព័ត៌មានបានបញ្ជាក់ថាក្មេងប្រុសអាយុ18ឆ្នាំគឺជាអ្នករំលោភហើយសម្លាប់វាពិតជាសាហាវព្រៃផ្សៃខ្លាំងមែនទែនរួមទាំងក្រុមគ្នារបស់ពួកគាត់2នាក់ទៀតហ្នឹងបានធ្វើសកម្មភាពផ្សេងៗដូចជាបងសារព័ត៌មានគាត់បានចេញផ្សាយអញ្ចឹងហើយបន្ទាប់ពីរឿងរ៉ាវមួយនេះមានការបីធ្លាយក៏ដូចជាផ្សាយនៅលើបណ្ដាញសង្គមដោយបងជាអ្នកកសែតនេះគឺយើងឃើញថាបងសមាជិកគឺគាត់ខំប្រឹងខ្លាំងមែនទែនរហូតចាប់បានជនជាប់ចោតទាំង3នាក់ហ្នឹងយកមកផ្ដន្ទាទោសទៅតាមច្បាប់គឺពិតជាកោតអាសារកាន់ពួកគាត់ខ្លាំងមែនទែនហើយក៏សូមចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ប្អូនស្រីផងដែរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ក៏សូមប្រាំផ្ញើទៅកាន់ប្អូនស្រីសូមមើលថែខ្លួនឯងឲ្យបានល្អហើយកុំសូវទុកចិត្តទៅកាន់មនុស្សក្បែរខ្លួនខ្លាំងពេកហើយបើសិនជាយើងចេញទៅក្រៅយើងអាចថាមានមនុស្សណាដែលយើងទុកចិត្តខ្លាំងបំផុតទៅឬក៏ជាសាច់ញាតិរបស់យើងទៅដើម្បីទៅជាមួយព្រោះមនុស្សសម័យឥឡូវយើងពិបាកទុកចិត្តខ្លាំងមែនទែនអត់ដឹងថាអ្នកណាខ្លះគេមានបំណងអីមកកាន់យើងនោះទេហើយមួយវិញទៀតរឿងមហូបអាហារក៏ដូចជាភេសជ្ជៈដូចជារឿងនេះជាដើមពួកគាត់បានយកថ្នាំងងុយដេកដាក់នៅក្នុងភេសជ្ជៈឲ្យទៅកាន់ប្អូនស្រីដែលជាជនរងគ្រោះហ្នឹងគឺផឹកអញ្ចឹងកន្លែងហ្នឹងគួរតែចេះប្រុងប្រយ័ត្នឲ្យបានល្អដើម្បីកុំឲ្យមានបញ្ហាទៅដល់ខ្លួនក៏ដូចជាអាយុជីវិតរបស់យើងផ្ទាល់